ស្វែងយល់បន្ថែមអំពីផ្សារភាគហ៊ុនដែលជាចម្ងល់របស់មិត្តអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិមួយចំនួននោះសេញញ្ញាចូលខ្លួនមកឆ្លើយបំភ្លឺនៅសំណួរមួយចំនួនតាក់ទងនឹងផ្សារភាគហ៊ុនឌីណាជំរាបសួរកន្ធារាតើផ្សារភាគហ៊ុនជាអ្វីមករឿងផ្សារភាគហ៊ុនបើសិនជាយើងចង់ពន្យល់ឲ្យបានគ្រប់ជ្រុងជ្រោយវាគឺជារឿងស្មុគស្មាញក៏ប៉ុន្តែបើនិយាយឲ្យខ្លីសាមញ្ញហើយងាយស្រួលស្ដាប់ផ្សារភាគហ៊ុនគឺជាកន្លែងដែលគេទិញលក់ភាគហ៊ុនអញ្ចឹងសួរទៀតថាតើភាគហ៊ុនជាអ្វីភាគហ៊ុនគឺជាចំណែកដើមទុនដែលគេដាក់ចូលទៅក្នុងក្រុមហ៊ុនណាមួយនៅពេលដែលក្រុមហ៊ុនចំណេញម្ចាស់ភាគហ៊ុនក៏បានចំណេញហើយបើក្រុមហ៊ុនខាតម្ចាស់ភាគហ៊ុនក៏ខាតហើយខាតចំណេញនេះគឺទៅតាមសមាមាត្រភាគហ៊ុនចំពោះភាគរយភាគហ៊ុនដែលខ្លួនមានបើមានភាគហ៊ុនច្រើនពេលចំណេញក៏ចំណេញច្រើនហើយពេលខាតក៏ខាតច្រើនក្រុមហ៊ុនខ្លះគេយកភាគហ៊ុនមួយផ្នែកហ្នឹងយកទៅលក់នៅលើទីផ្សារភាគហ៊ុនក៏ប៉ុន្តែមិនមែនគ្រប់តែក្រុមហ៊ុនទាំងអស់អាចលក់ភាគហ៊ុនអញ្ចឹងបានទេតោះតែជាប្រភេទក្រុមហ៊ុនដែលច្បាប់កំណត់អនុញ្ញាតថាអាចលក់ភាគហ៊ុនបាននិងមិនអាចចុះឈ្មោះដើម្បីចុះបញ្ជីលក់ភាគហ៊ុនបានតើអ្នកទិញភាគហ៊ុនអាចទទួលបានផលចំណេញអ្វីខ្លះហើយអាចខាតបង់អ្វីខ្លះទៅបាទជាគោលការណ៍នៅក្នុងទ្រឹស្ដីគេថាអ្នកណាកាលណាអ្នកណាម្នាក់ទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយអ្នកនោះនឹងក្លាយទៅជាម្ចាស់ហ៊ុនរបស់ក្រុមហ៊ុនហ្នឹងហើយមានសិទ្ធិដូចជាម្ចាស់ហ៊ុនផ្សេងទៀតដែរដូចជាសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាដើមគ្រាន់តែថាអ្នកណាដែលមានភាគហ៊ុនច្រើនអ្នកនឹងមានសម្លេងបោះឆ្នោតច្រើនទៅអ្នកណាមានភាគហ៊ុនតិចសម្លេងក៏តិចទៅតាមហ្នឹងទៅហើយនៅពេលដែលក្រុមហ៊ុនរកស៊ីបានចំណេញលុយគេយកលុយចំណេញហ្នឹងមកចែកគ្នាម្ចាស់ភាគហ៊ុនគ្រប់ប្រភេទទោះបីជាម្ចាស់ភាគហ៊ុនហ្នឹងទិញភាគហ៊ុនពីលើទីផ្សារក៏ដោយក៏ទទួលបានចំណែកប្រាក់ចំណេញហ្នឹងស្របទៅតាមភាគហ៊ុនដែលខ្លួនមានបើមានភាគហ៊ុន 1% ដល់ពេលចំណេញមកក៏បាន 1% អញ្ចឹងទៅក៏ប៉ុន្តែបើសិនជាក្រុមហ៊ុនខាតវិញក៏ខាតទៅតាមហ្នឹងដែរហេតុអ្វីបានជាមានអ្នកលេងភាគហ៊ុនខ្លះចំណេញឬក៏ខាតក្នុងមួយប្រព្រឹត្តភ្នែករាប់ម៉ឺនដុល្លារឌីណាបាទអ្នកលេងភាគហ៊ុនបែបហ្នឹងគេទិញភាគហ៊ុនហ្នឹងមិនមែនទិញមកទុកចាំទទួលចំណែកលុយចំណេញពីក្រុមហ៊ុនទេគឺទិញមកដើម្បីលក់ទៅវិញយកចំណេញភ្លាមក្នុងករណីហ្នឹងភាគហ៊ុនវាខ្លាយទៅជាទំនិញដែលគេយកមកលក់ចេញទិញចូលដូចជាតំណែងនៅលក់នៅលើទីផ្សារធម្មតាអញ្ចឹងដែរខ្ញុំឲ្យឧទាហរណ៍មួយឧបមាថាពេលខ្ញុំលើដំណឹងអំពីរឿងជំងឺផ្ដាសាយអាកំពុងតែរីករាលដាលនៅក្នុងប្រទេសមិចស៊ិកខ្ញុំវិភាគទៅឃើញថាជំងឺហ្នឹងវាជាជំងឺឆ្លងខ្លាំងដែលអាចរាលដាលទៅប្រទេសផ្សេងទៀតហើយដើម្បីបង្ការកុំឲ្យជំងឺនឹងឆ្លងរាលដាលគេប្រកាសជាត្រូវនាំគ្នាចាក់វ៉ាក់សាំងជាមិនខានទេអញ្ចឹងដល់ពេលហ្នឹងក្រុមហ៊ុនផលិតវ៉ាក់សាំងប្រកាសជាលក់វ៉ាក់សាំងបានច្រើនហើយចំណេញលុយច្រើនដល់ពេលហ្នឹងភាគហ៊ុនក្រុមហ៊ុនផលិតវ៉ាក់សាំងហ្នឹងប្រកាសជាឡើងថ្លៃក៏ពពកព្រោះអ្នកណាក៏ចង់ទិញភាគហ៊ុនហ្នឹងដែរអញ្ចឹងដោយសារខ្ញុំប្រមាលមើលទៅឃើញអញ្ចឹងខ្ញុំក៏ប្រម៉ូទទិញភាគហ៊ុនក្រុមហ៊ុនលក់វ៉ាក់សាំងហ្នឹងទុកនៅពេលហ្នឹងតាន់ពេលវានៅថោកដើម្បីនៅពេលណាដែលភាគហ៊ុនហ្នឹងវាឡើងថ្លៃខ្ញុំក៏លក់ចេញទៅវិញភ្លាមយកចំណេញហើយខ្ញុំចេះតែបន្តធ្វើអញ្ចឹងរហូតទៅជាមួយក្រុមហ៊ុនផ្សេងទៀតក៏អញ្ចឹងក៏ធ្វើអញ្ចឹងដូចគ្នាហើយជួនកាលទិញទៅពេលហ្នឹង1ម៉ោងក្រោយឡើងថ្លៃក៏លក់ទៅវិញភ្លាមក៏មានដែរផ្ទុយទៅវិញបើសិនជាការវិភាគរបស់ខ្ញុំទៅវាខុសភាគហ៊ុននឹងមិនឡើងថ្លៃស្រាប់បែរទៅជាចុះថ្លៃទៅវិញខ្ញុំក៏អាចខាតបង់ទៅតាមនឹងដែរហើយបើសិនជាខ្ញុំដឹងខ្លួនតាន់ឃើញតែភាគហ៊ុននឹងចាប់ចុះបន្តិចខ្ញុំក៏បញ្ញាំលក់ចេញភ្លាមអាហ្នឹងខ្ញុំខាតដែរក៏ប៉ុន្តែខាតតិចក៏ប៉ុន្តែពេលខ្លះខ្ញុំអត់ចង់លក់ចេញភ្លាមទេអង្គុយចាំមើលសិនគេលក់ថាវាឡើងមកវិញឬក៏អាចស្រង់ដើមយ៉ាងហោចត្រឹមបំផុតត្រឹមរួចខ្លួនមកវិញអញ្ចឹងតែបើសិនជាវាឡើងមកវាគ្រាន់ទេក៏ប៉ុន្តែបើសិនជាផ្ទុយទៅវិញវាចេះតែបន្តចុះទៅទៀតចុះហើយចុះទៀតហើយខ្ញុំចេះតែចាំដល់ពេលមួយខ្លាចវាខ្លាញ់លោវាឡើងមកវិញចេះតែចាំទៅប៉ុន្តែដល់ពេលមួយបើសិនជាវាចុះកាន់តែទាបខ្លាំងទៅបានជាខ្ញុំចាប់ផ្ដើមលក់ចេញពេលនេះខ្ញុំក៏ខាតឡងចុងអញ្ចឹងទៅហើយខ្ញុំសូមបញ្ជាក់បន្តិចថាការលេងភាគហ៊ុនបែបហ្នឹងគឺជារឿងប្រថុយប្រថានបំផុតជួនកាលចំណេញមកហ្នឹងខាត់ទៅវិញអស់ទៅភ្លាមក៏មានឬក៏ចំណេញបានបន្តិចខាតទៅវិញខាតទាំងដើមអស់ទៅទៀតក៏មានហើយការលេងភាគហ៊ុនបែបហ្នឹងឯងដែលពេលខ្លះធ្វើឲ្យផ្សារភាគហ៊ុនដួលដាំដូងហើយពេលខ្លះបង្កើតទៅជាវិបត្តិហិរញ្ញវត្ថុពេញពិភពលោកក៏មានតើអ្វីទៅជាមូលហេតុដែលនាំឲ្យភាគហ៊ុនឡើងថ្លៃឬក៏ចុះថ្លៃបាទដោយសារតែភាគហ៊ុនត្រូវគេយកមកទិញដូរយកចំណេញដូចតំណែងធម្មតាអញ្ចឹងភាគហ៊ុនហ្នឹងវាឡើងថ្លៃឬក៏វាចុះថ្លៃគឺគោរពទៅតាមច្បាប់ទីផ្សារធម្មតាគឺអ្នកទិញនិងអ្នកលក់ភាគហ៊ុនហ្នឹងឯងជាអ្នកកំណត់ថ្លៃបើមានអ្នកទិញច្រើនអត់សូវមានអ្នកលក់វាក៏ឡើងថ្លៃអញ្ចឹងទៅហើយបើសិនជាមានអ្នកលក់ច្រើនមិនសូវមានអ្នកចង់ទិញភាគហ៊ុនក៏វាធ្លាក់ថ្លៃហើយអ្នកលេងភាគហ៊ុនហ្នឹងគេនាំគ្នាលក់ឬក៏នាំគ្នាទិញគឺវាអាស្រ័យទៅលើការវិភាគរបស់អ្នកលេងម្នាក់ដែលគេមើលទៅឃើញថាតើភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយនឹងឡើងថ្លៃឬក៏ចុះថ្លៃហើយការវិភាគរបស់អ្នកលេងភាគហ៊ុនម្នាក់ៗហ្នឹងគេធ្វើឡើងដោយយោងទៅលើហេតុការណ៍ផ្សេងៗដែលតាក់ទងទៅនឹងក្រុមហ៊ុនហ្នឹងដូចខ្ញុំឧទាហរណ៍ខាងលើបាញ់តាក់ទងទៅនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងនិងជំងឺគ្រុនផ្ដាសាយអាអញ្ចឹងឧទាហរណ៍មួយទៀតពេលខ្លះទៅគ្រាន់តែមានលេខលឺដំណឹងព្រាលមកថាអ៊ីស្រាអែលចង់ប្រើកម្លាំងទ័ពវាប្រហារទៅលើប្រទេសអ៊ីរ៉ង់ភាគហ៊ុនរបស់ក្រុមហ៊ុនប្រេងរកស៊ីប្រេងនៅអ៊ីរ៉ង់ហ្នឹងក៏ចាប់ធ្លាក់ចុះក្រឹបទៅក៏មានដែរ
នេះណានៅពេលដែលគេនិយាយថាភាគហ៊ុននេះឬក៏ភាគហ៊ុននោះមាន1000ពងឬក៏2000ពងតើត្រង់ចំណុចហ្នឹងមានន័យថាម៉េចបាទ1000ពងឬក៏2000ពងបើសិនជាគិតទៅនិយាយតាមភាសាបច្ចេកទេសមែនទែនពងគឺថាឯកតាអញ្ចឹង1000ឯកតាឬក៏2000ឯកតាហ្នឹងមិនមែនជាថ្លៃភាគហ៊ុនទេគ្រាន់តែជាសន្ទុះតែប៉ុណ្ណោះហើយសន្ទុះហ្នឹងមានក្រុមហ៊ុនជំនាញខាងហ្នឹងគេជាអ្នកកំណត់ហើយគេប្រើប្រាស់សន្ទុះហ្នឹងគឺដើម្បីតាមដានមើលអំពីការវិវត្តនៃទីផ្សារភាគហ៊ុនឧបមាថាពេលចាប់បើកឡើងលក់ពេលព្រឹកភាគហ៊ុនមាន1000ឯកតាហើយស្រាប់តែថ្ងៃរសៀលនោះវាចុះមកត្រឹម900ឯកតាមានន័យថាភាគហ៊ុននោះវាចុះថ្លៃ 10% ឬក៏ផ្ទុយទៅវិញបើសិនជាវាឡើងពី1000ទៅ1100មានន័យថាភាគហ៊ុននោះវាកើនឡើង 10%អញ្ចឹងអ្វីដែលសំខាន់គឺមិនមែនចំនួនឯកតា1000 2000 3000 10000អីអញ្ចឹងទេអ្វីដែលសំខាន់ដែលគេតាមដានច្រើនជាងគេមានប្រយោជន៍ជាងគេគឺបរិមាណដែលគិតជាភាគរយនឹងឯងដែលអាចឲ្យគេដឹងថាភាគហ៊ុននៅកន្លែងណាមួយវាកើនឡើងឬក៏ធ្លាក់ចុះបើកើនប្រមាណបើចុះប្រមាណត្រូវទិញឬក៏ត្រូវលក់ឥឡូវឬក៏មួយក៏ចាំលក់បន្តិចទៀតតើធ្វើម៉េចដើម្បីឲ្យដឹងថាភាគហ៊ុនដែលយើងមាននៅនឹងដៃហ្នឹងគិតជាលុយមានតម្លៃប៉ុន្មានបាទវាអាស្រ័យតើយើងមានភាគហ៊ុនហ្នឹងគឺភាគហ៊ុនក្រុមហ៊ុនអីភាគហ៊ុនរបស់ក្រុមហ៊ុននីមួយៗវាមានតម្លៃខុសៗគ្នាតែក៏ប៉ុន្តែភាគហ៊ុនមួយមិនឡើងថ្លៃឬក៏ចុះថ្លៃភ្លាមៗដូចដែលយើងឃើញនៅលើទីផ្សារភាគហ៊ុនទេឧបមាថាក្រុមហ៊ុនមួយមានដើមទុន$1លានហើយគេបែងចែកជា$1លានភាគហ៊ុនអញ្ចឹងមួយភាគហ៊ុនគឺថ្លៃ$1ហើយវានៅតែ$1អញ្ចឹងរហូតលើកលែងទៅដល់ពេលណាមួយក្រុមហ៊ុននឹងសម្រេចបង្កើនដើមទុនដល់$2លានទៅថ្លៃភាគហ៊ុនក៏វាឡើងទៅ$2ក្នុងមួយហ៊ុនអញ្ចឹងទៅបើគេកណនាតាមតម្លៃភាគហ៊ុនបែបហ្នឹងគឺវាស្រួលទេមួយហ៊ុនថ្លៃ$1បើយើងមាន1000ហ៊ុនគឺស្មើនឹង$1000ក៏ប៉ុន្តែតម្លៃភាគហ៊ុននៅលើទីផ្សារភាគហ៊ុនវាខុសពីតម្លៃហ៊ុនដែលក្រុមហ៊ុនចុះមកជីលក់គឺវាប្រែប្រួលឡើងចុះមិនទៀងទាត់ទេអញ្ចឹងតម្លៃភាគហ៊ុនដែលអ្នកណាម្នាក់មាននៅក្នុងដៃវាប្រែប្រួលទៅតាមពេលវេលាឧបមាថាខ្ញុំមានភាគហ៊ុនក្រុមហ៊ុន Total ចំនួន1000ហ៊ុនតាមតម្លៃនៅលើទីផ្សារនៅពេលហ្នឹងថ្ងៃប្រហោះទី10ខែមិថុនាម៉ោង 2:43 នាទីភាគហ៊ុន Total នៅលើទីផ្សារហ្នឹងមានតម្លៃ$10ក្នុងមួយហ៊ុនអញ្ចឹងខ្ញុំមាន1000ហ៊ុនគឺវាគិតជាតម្លៃសរុបមាន$10000ក៏ប៉ុន្តែ$10000ហ្នឹងតារាណាខ្ញុំមិនទាន់លក់ភាគហ៊ុនហ្នឹងចេញផុតពីដៃទេ$10000គ្រាន់តែជាតម្លៃលើกระดาษប៉ុណ្ណោះកន្លះម៉ោងក្រោយវាអាចរលាយបាត់ទៅវិញក៏មានឬក៏វាអាចកើនឡើងរហូតដល់ទៅ$20000វិញក៏ថាបានជាសំណួរចុងក្រោយនេះណាតើពាក្យថាទីផ្សារមូលបត្រនិងទីផ្សារភាគហ៊ុនជាពាក្យតែមួយឬមួយក៏ពាក្យពីរមានន័យខុសគ្នាបាទនិយាយឲ្យតាមត្រូវមែនទែនពាក្យពីរនេះមានន័យខុសគ្នាតាមពិតភាគហ៊ុនគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃមូលបត្រក្រៅពីភាគហ៊ុននៅមានប្រភេទមូលបត្រផ្សេងទៀតដែលគេយកមកធ្វើការទិញដូរនៅលើទីផ្សារមូលបត្រដែរដូចជាមូលបត្រជាបំណុលមូលបត្រជាវត្ថុធាតុដើមជារូបិយវត្ថុឡាក់ក៏ប៉ុន្តែដោយសារតាំងពីដើមឡើយមកមូលបត្រដែលគេច្រើនតែទិញលក់ជាងគេនៅលើទីផ្សារគឺជាភាគហ៊ុនចាស់បានជាយើងចំណាំតែនិយាយផ្សារភាគហ៊ុនជាប់មាត់រហូតមកក៏ចេះតែផ្សារភាគហ៊ុនរហូតអញ្ចឹងទៅក៏ប៉ុន្តែបើតាមភាសាបច្ចេកទេសត្រឹមត្រូវហើយដើម្បីឲ្យគ្រប់ជ្រុងជ្រោយគ្រប់ដណ្ដប់ទៅលើគ្រប់ប្រភេទទីមូលបត្រទាំងអស់ដែលលក់នៅលើទីផ្សារគឺគេត្រូវហៅថាទីផ្សារមូលបត្រវិញ